ត្រាំបង្កើតផែនការសម្ងាត់28ចំណុចជាមួយពូទីនដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនលោក Donald Trump បានបង្កើតផែនការថ្មីមួយដោយសម្ងាត់ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនដោយពិភាក្សាយោបល់ជាមួយរុស្ស៊ីនេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានដែលបានរាយការណ៍កាលពីថ្ងៃទី18វិច្ឆិកាដោយដកស្រង់សម្ដីមន្ត្រីអាមេរិកនិងរុស្ស៊ីវាជាផែនទីបង្ហាញផ្លូវ28ចំណុចដែលបំផុសគំនិតដោយផែនការរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump សម្រាប់បទជប់បាញ់នៅហ្គាហ្សានេះបើយោងទៅតាមរបាយការណ៍ស្រដៀងគ្នាទៅនឹងផែនការហ្គាហ្សាដែរសំណើនេះនឹងមានសន្តិភាពនៅអ៊ុយក្រែនការធានាសន្តិសុខនៅអឺរ៉ុបនិងទំនាក់ទំនងនាពេលអនាគតរបស់សហរដ្ឋអាមេរិកជាមួយរុស្ស៊ីនិងអ៊ុយក្រែនបេសកជនពិសេសរបស់សហរដ្ឋអាមេរិកលោក Steve Witkoff កំពុងដឹកនាំការបង្កើតផែនការនេះហើយបានពិភាក្សាយ៉ាងទូលំទូលាយជាមួយបេសកជនរុស្ស៊ីលោក Kirill Dmitry ដោយដកស្រង់សម្ដីមន្ត្រីអ៊ុយក្រែនម្នាក់ដែលត្រូវបានសារព័ត៌មានចុះផ្សាយថាលោក Witkoff បានពិភាក្សាអំពីផែនការនេះជាមួយលោក Rostem Umerov ទីប្រឹក្សាសន្តិសុខរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីដើមសប្តាហ៍នេះនៅឯទីក្រុង Miami មន្ត្រីអាមេរិកម្នាក់បានប្រាប់សារព័ត៌មានផងដែរថាសេតវិមានបានចាប់ផ្ដើមផ្ដល់ដំណឹងដល់មន្ត្រីអឺរ៉ុបអំពីសំណើនេះផងដែរ